ថ្ងៃនេះនាងខ្ញុំមកចែករំលែកពីរបៀបធ្វើសាច់ចង្កាក់អាំងម៉ាក់ដែលមានកូនតូចអាច share វីដេអូនេះឲ្យទុកធ្វើឲ្យគាត់ញ៉ាំបានសាច់ចង្កាក់នេះមានរសជាតិប្រៃផ្អែមសាច់ទន់អញ្ចឹងខ្ញុំជឿជាក់ថាកូនក្មេងគឺគាត់ចូលចិត្តញ៉ាំខ្លាំងហ្មងមិនថាកូនខ្ញុំកូនគេទេកូនខ្ញុំវិញឲ្យតែបានសាច់ចង្កាក់នឹងញ៉ាំបាយអស់2ចានម្នាក់ឯងហ្មងមុននឹងឈានចូលដល់វិធីធ្វើសូមបងប្អូនជួយ share វីដេអូមួយនេះឲ្យបានច្រើនផងដែរសាច់ជ្រូកដែលខ្ញុំកំពុងតែហាន់នេះជាប្រភេទសាច់ស្មើមុខបងប្អូនអាចយកសាច់បីជាន់មកធ្វើក៏បានដែរតែបើសិនជាខ្លាចពេកអីយកសាច់ស្មើមុខដូចខ្ញុំអញ្ចឹងទៅយកមកដល់នេះគឺខ្ញុំលាងទឹកឲ្យស្អាតបន្ទាប់មកគឺខ្ញុំហាន់សាច់ដុំដើម្បីងាយស្រួលក្នុងការក្លុកបើសិនជាអត់មានម៉ាស៊ីនក្លុកដូចខ្ញុំទេបងប្អូនច្រាំដៃតិចទៅម៉ត់ដូចតែគ្នាគ្រាន់ថាយើងអាចចាយពេលបន្តិចបន្ទាប់ពីហាន់សាច់ដុំហើយគឺខ្ញុំចាប់ផ្ដើមដាក់ម៉ាស៊ីនក្លុកបងប្អូនបើសិនជាក្លុកកុំឲ្យក្លុកសាច់នឹងម៉ត់ពេកណាព្រោះថាកាលណាក្លុកម៉ត់ពេកទៅយើងពិបាកពូតចេញជារាងខ្ញុំដោយសារតែក្លុកម៉ាស៊ីនហើយចេះតែជក់ដៃចុចទៅរាងម៉ត់បន្តិចអញ្ចឹងយើងពេលដែលយើងប្រឡាក់ហើយយើងពិបាកពូតចេញជារាងបន្ទាប់ពីក្លុករួចហើយគឺខ្ញុំដួសសាច់ជ្រូកហ្នឹងយកមកដាក់នៅក្នុងចានមួយមកដើម្បីយកទៅលាយគ្រឿងបន្ទាប់មកគឺខ្ញុំដាក់ម្សៅស៊ុបដាក់ប៊ីចេងដាក់ស្ករសដាក់អំបិលបន្តិចដាក់ទឹកត្រីបន្តិចទឹកប្រេងខ្យងចំពោះរសជាតិនេះគឺខ្ញុំដាក់រៀងប្រៃផ្អែមអញ្ចឹងកូនក្មេងគឺគាត់ចូលចិត្តញ៉ាំអំបិលគឺខ្ញុំដាក់តែម្ជិបទេសាខ្លាច់ប្រៃព្រោះខ្ញុំប្រើទឹកប្រេងខ្យងយ៉ាងច្រើនដាក់ទឹកប្រេងខ្យងចូលហើយគឺខ្ញុំដាក់ជាមួយនឹងទឹកដោះគោខាប់ដោះគោខាប់នេះគឺជួយឲ្យសាច់របស់យើងកាន់តែខ្ទិះទន់ហើយឆ្ងាញ់ហើយក្លិនឈ្ងុយអញ្ចឹងយើងដាក់មកល្មមតាមដែលយើងចង់បានហើយបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងម្សៅឆាចូលមកស្ព្រាបាយដាក់គ្រឿងរួចអស់ហើយគឺច្បល់សាច់ជ្រូកជាមួយនឹងគ្រឿងនោះឲ្យបានចូលសព្វនៅពេលដែលក្លុកម៉ត់ពេកទៅច្បល់ទៅវារាងទឹកអញ្ចឹងយើងពិបាកពូតចេញជារូបរាងមែនតែនច្បល់ហើយខ្ញុំផ្អាប់ទុកចោលស្ទុះបន្ទាប់មកគឺខ្ញុំប្រើកូនថង់ដើម្បីច្រកសាច់ឲ្យចេញជារូបរាងមើលទៅស្មើស្អាតអញ្ចឹងណាបើយើងច្រាំឲ្យសឹងម៉ត់យើងអាចពូតនឹងដៃបានបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមច្រកសាច់ចូលទៅក្នុងហ្នឹងខ្ញុំចង់បានសាច់តូចយើងច្រកថង់រីងតូចតែវាចង់បានសាច់ធំដូចខ្ញុំច្រកថង់រីងធំទៅច្រកហើយគឺខ្ញុំដោតចង្កាក់ស៊ីកូនៅចំកដាលហើយយើងដោតឲ្យរីងជ្រៅបន្តិចទៅនៅពេលដែលយើងយកសាច់ទៅអាំងគឺវាអត់ល្បេះទេតែប៉ុណ្ណឹងគឺរួចរាល់ហើយខ្ញុំក៏បន្តច្រកបន្តទៀតច្រកហើយបើសិនជាបងប្អូនចង់ឲ្យសាច់នឹងវារាងស្ដើងរាងសកត់វាតិចទៅវាស្ដើងហើយសម្រាប់ខ្ញុំធ្វើរាងធំហើយដាក់សាច់រាងច្រើនដោយសារតែទិញគេកូនខ្ញុំញ៉ាំតពី3ចង្កាក់អីបានឆ្អែតអញ្ចឹងខ្ញុំធ្វើឲ្យធំឲ្យហើយហ្មងទៅកុំពិបាកអាំង2 3ដងហើយរបៀបច្រកហ្នឹងគឺខ្ញុំធ្វើដូចគ្នានឹងឯងដាក់សាច់ចូលក្នុងថង់ដាក់តាមដែលចង់បានហើយគឺរាងសកត់ចឹងមកបន្ទាប់មកយកចង្កាក់ដោតស៊ីកូយើងហ្នឹងមកដោតនៅចំកដាលច្រករហូតតតែអស់របៀបធ្វើសាច់ចង្កាក់នេះគឺងាយស្រួលហើយអញ្ចឹងម៉ាក់ដែលមានកូនតូចដែលគាត់រើសម្ហូបរើអីអត់សូវចង់ញ៉ាំអាចសាកធ្វើឲ្យគាត់ញ៉ាំបានព្រោះកូនក្មេងខ្ញុំជឿជាក់ថា 100% ដឹងតែគាត់ចូលចិត្តហើយបន្ទាប់ពីច្រកសាច់រួចអស់ហើយអាចយកសាច់នោះទៅដាក់ក្លាសេក្នុងទូត្រជាក់ក៏បានឬក៏ទូកកបើសិនជាចង់ទុកញ៉ាំបានយូរឬក៏ធ្វើច្រើនអីហ្នឹងណាយកដាក់ក្នុងទូកកហើយបន្លំឡើងក៏យើងអាចយកមកអាំងឲ្យកូនញ៉ាំបានហើយខ្ញុំយកទៅដាក់ក្លាសេក្នុងទូកកមកយប់បើកមកឡើងហុយផ្សែងដូចក្តៅហុយតាមពិតទៅគឺផ្សែងតកកទេដកចេញមកហើយថង់ទៅយើងអាំងប្រហែលចង្កាក់យើងដកប៉ុណ្ណឹងទៅហើយភ្លើងអាំងហ្នឹងគឺដាក់តិចបានហើយកុំដាក់ខ្លាំងពេកដែលយើងប្រើអត់តាន់គឺវាខ្លោចហ្មងព្រោះសាច់ហ្នឹងយើងប្រឡាក់រៀងប្រៃផ្អែមអញ្ចឹងវាអាចនឹងឆាប់ខ្លោចអាំងហ្នឹងគឺខ្ញុំដាក់កម្ដៅតិចមែនតែននៅពេលដែលសាច់ឡើងក្រហមគឺខ្ញុំចាប់ផ្ដើមប្រែដោយសារតែសាច់ខ្ញុំហ្នឹងគឺដាក់រៀងក្រាស់អញ្ចឹងអាចនឹងអាំងក្រឆ្អិនអញ្ចឹងយើងដាក់ភ្លើងផ្ងំអញ្ចឹងទៅអាំងរហូតតតែវាស្រក់ជាតិទឹកទៅក្រោមហើយឡើងក្រហមបែបនេះគឺថាឆ្អិនហើយបើនិយាយពីក្លិនវិញគឺឈ្ងុយហ្មងហើយសាច់ឡើងទន់ខ្ញុំធ្វើឲ្យកូនខ្ញុំញ៉ាំគឺកូនខ្ញុំញ៉ាំបាយបានមែនតើសម្បីតែប៉ាខ្ញុំដែលគាត់អត់សូវមានធ្មេញភាសាសាច់រឹងហ្នឹងក៏គាត់អាចភាសាសាច់ចង្កាក់នេះបានដែរប្រឡាក់ទុកអញ្ចេះគឺចំណេញទាំងពេលវេលានិងលុយព្រោះយើងអត់ចាំបាច់ជិះទៅទិញគេនៅខាងក្រៅពេលលំឡើងគ្រាន់តែដោតឆ្នាំងដាំបាយក្តៅៗហើយអាំងសាច់នេះនៅក្នុងម៉ាស៊ីនមួយចង្កាក់ទៅ2ចង្កាក់ទៅរួចអាហារពេលព្រឹកគាត់ល្មមវីដេអូសាច់ចង្កាក់របស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលទស្សនាបើមានសំណួរឬចម្ងល់អីបន្ថែមអាច comment នៅខាងក្រោមសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងពេញចិត្តជួបគ្នានៅវីដេអូក្រោយៗជម្រាបលាបាយបាយ